នៅផ្ទះធ្វើម្ហូបស្នាដៃខ្លួនឯងម្ដងមើលថ្ងៃនេះតាំងបងមកឆាទឹកគុណមួយហ្នឹងថ្ងៃនេះគាត់នៅផ្ទះតនេស្នាដៃកូនបើតែឡើយយើងយកទឹកគុណមកកាត់វាចេញតែបានហាន់ជាពីហ្នឹងទៀតយើងមកចាប់បានចិត្តវាឲ្យទឹកគុណយើងព្រៀងទូចស្រួលហូបចិត្តវាជា4ជា4ចឹងហ្នឹងនេះតាមចំណូលចិត្តរបស់បងប្អូនចិត្តចេះហើយការស្នាយហើយចាប់បានយើងយកទៅឆាតែម្ដងឥឡូវនេះកុំឲ្យពេលយូរយើងចាប់បានហាន់សាច់សិនសាច់យើងខ្ញុំប្រើសាច់ជ្រូក2ខាំតាមហាន់ប្រើត្រែនថ្មីក៏វាកបន្តិចហើយតាមហាន់បន្តបងសាច់ជ្រូករបស់យើងសម្រាប់ខ្ញុំហាន់ប៉ុណ្ណឹងសម្រាប់ចំណូលចិត្តរបស់ខ្ញុំឥឡូវយើងយកតកូនយកមកលាងទឹកនេះជាស្រ័យផងដោយសារដៃម្ខាងកាន់ដៃម្ខាងថតវីដេអូអញ្ចឹងទៅលាងទឹកគាត់សុខបានស្អាតតែខ្ញុំលាងស្អាតហើយចាប់បានពុកវាយខ្ទឹមរបស់យើងតែយើងវាយតាន់ដៃទេវាយតាន់ហើយទៅតាមកម្ដៅហ្គាសរបស់យើងហើយដើមគ្រឿងផ្សំរបស់យើងមានស្ករមានអំបិលប៊ីចេងពីខ្ចង់ជាដើមហើយយើងចេះទៅជ្រូកណាចាប់ដើមតែហ្គាសក្តៅហើយយើងចាប់បានចាក់ខ្លាញ់ចូលឬក៏ចាក់ខ្ទឹមចូលបន្ថែមទៀតខ្ញុំពងវាឲ្យវិញឈ្ងុយបន្តិចមកហើយយើងចាក់សាច់ចូលជាបន្តគាត់ទៅមើលក៏ដល់ទៅញ៉ាំនេះហូបទៅខ្លួនឯងស្នាដៃខ្លួនឯងឆាវាត្រឡប់ទៅត្រឡប់មកចឹងណាដូចហើយក៏យើងឃើញទស្សនវិជ្ជានេះតាមដាក់ប៊ីចេងចូលបន្តិចខ្ញុំរៀងគ្រឿងដិតបន្តិចបងហើយស្ករចូលមួយស្លាបព្រាកាហ្វេតែរៀងស្ទើយើងដាក់ថែមខ្លះទៀតហើយចាក់ទឹកត្រីចូលបន្តិចដែររសជាតិយើងកាន់តែឈ្ងុយឆ្ងាញ់រសជាតិទឹកត្រីកោះកុងចាំមកយើងក៏ត្រឡប់វាបន្តិចហើយយើងចាប់ផ្ដើមក៏ចាក់ប្រេងខ្យងចូលតែជាស្រ័យបងអីកន្លែងនេះចាក់វីដេអូរឿងចាក់ប្រេងខ្យងរៀងជ្រុលដៃបន្តិចចឹងហើយរៀងជ្រុលដៃហើយក៏យើងដាក់បន្លែចូលមកតកូនរបស់យើងហ្នឹងវាលាងស្អាតហើយហើយយើងដាក់ចូលតាមត្រឡប់វាឲ្យចូលជាតិគ្នាមកហើយចាប់បានស្លោកបន្តិចម្ដងឲ្យតកូនរបស់យើងនេះចាប់បាននេះបងប្អូនដែលមើលឲ្យប្រមាណលើប្រមាណដែររួចរាល់